សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបស្រោសនំបញ្ចុកតែយើងត្រូវស្រោសនំបញ្ចុកនឹងចំនួនប្រមាណនាទីដើម្បីឲ្យសាច់នំបញ្ចុករបស់យើងនឹងទន់មកល្មមញ៉ាំទៅឆ្ងាញ់ហើយនឹងរបៀបចាប់ច្រវាយនំបញ្ចុកងាយៗផងដែរសម្រាប់នំបញ្ចុកនឹងដែរខ្ញុំតែងតែប្រើនំបញ្ចុកម៉ាក់នេះដោយសារតែនំបញ្ចុកម៉ាក់នឹងសរសៃនំបញ្ចុកពេលដែលស្រោសហើយគឺដូចនំបញ្ចុកនៅស្រុកខ្មែររបស់យើងអញ្ចឹងសាច់សរសៃនំបញ្ចុកនឹងទន់ប៉ុន្តែស្វិតល្អចានិយាយទៅមានរសជាតិឆ្ងាញ់តែម្ដងជាដំបូងយើងត្រូវដាំទឹកមួយឆ្នាំងឲ្យបានពុះជាមុនសិនបន្ទាប់មកយើងក៏ហែកនំបញ្ចុកមួយកញ្ចប់នេះដាក់ចូលទៅក្នុងទឹកក្តៅដែលដាំពុះនឹងបន្ទាប់មកយើងយកចង្កឹះកូរត្រឡប់ប្រែនំបញ្ចុកនៅក្នុងទឹកនឹងភ្លាមតែម្ដងហើយយើងកូរជារឿយអញ្ចឹងទៅដើម្បីជៀសវាងកុំឲ្យនំបញ្ចុករបស់យើងជាប់ក្រាំងខ្លោចនៅបាតខ្ទះបងប្អូនចារួចហើយយើងកំណត់នាទីយកត្រឹម6ទៅ7នាទីយើងចាប់រាប់នាទីចាប់តាំងពីយើងដាក់នំបញ្ចុករបស់យើងចូលទៅក្នុងឆ្នាំងទឹកក្តៅដែលដាំពុះនឹងហើយកម្ដៅភ្លើងចង្ក្រានដែលយើងចម្អិននំបញ្ចុករបស់យើងហ្នឹងគឺយើងបើកនៅក្នុងកម្ដៅក្តៅល្មមបានហើយបងប្អូនហើយយើងត្រូវនៅឈរកូរវាជារឿយអញ្ចឹងបងប្អូនដើម្បីកុំឲ្យនំបញ្ចុកហ្នឹងវាក្រាំងខ្លោចបាតឆ្នាំងនៅពេលដែលយើងកូរចម្អិនវាបានប្រហែលជា6នាទីហ្នឹងបងប្អូនអាចស្រង់វាអញ្ចឹងមកយើងចុចតសៃនំបញ្ចុកហ្នឹងមើលថាវាទន់ល្មមហើយវាផុយល្មមដែលយើងចង់បាននៅបើសិនជាក្នុង6នាទីហ្នឹងវាអត់ទាន់ផុយល្អបងប្អូនថែមដល់7នាទីគឺល្មមតែម្ដងជាទូទៅក្នុងការស្រោសនំបញ្ចុកហ្នឹងខ្ញុំប្រើរយៈពេលត្រឹមតែ6ទៅ7នាទីហ្នឹងគឺសាច់នំបញ្ចុករបស់យើងទន់មកល្មមឆ្ងាញ់តែម្ដងបន្ទាប់ពីសាច់នំបញ្ចុករបស់យើងទន់មកល្មមហើយហ្នឹងយើងលើកវាយកមកសម្រាប់ទឹកក្តៅនឹងចេញឲ្យអស់បន្ទាប់មកយើងចាក់លាងជាមួយនឹងទឹកត្រជាក់ចាយើងលាងវា4-5ទឹកយើងលាងបដូរទឹករហូតតតែនំបញ្ចុករបស់យើងនឹងចុះត្រជាក់ស្រេបតែម្ដងឥឡូវនេះបន្ទាប់ពីយើងលាងសម្អាតនំបញ្ចុករបស់យើងបានស្អាតហើយត្រជាក់ហើយហ្នឹងយើងចាប់ផ្ដើមមកចាប់ច្បាយនំបញ្ចុកយើងតែម្ដងរបៀបចាប់ច្បាយនំបញ្ចុកហ្នឹងគឺថាងាយស្រួលមែនតើបងប្អូនពីមុនខ្ញុំអត់ចេះធ្វើណាខ្ញុំមើលបងថ្លៃរបស់ខ្ញុំគាត់ចាប់ខ្ញុំក៏ចេះរៀនចាប់តាមគេតាមឯងទៅចារបៀបចាប់ច្បាយនំបញ្ចុករបស់ខ្ញុំគឺថាងាយស្រួលបងប្អូនយើងចាប់សរសៃនំបញ្ចុកមកធ្ពក់លើម្រាមចង្អុលដៃបែបហ្នឹងមកចាធ្ពក់បែបហ្នឹងបងប្អូនចាហើយយើងចង់បានប្រទះច្បាយនំបញ្ចុកហ្នឹងតូចឬធំប៉ុណ្ណាបងប្អូនចាប់ទៅតាមហ្នឹងទៅសម្រាប់ខ្ញុំចាប់ប៉ុណ្ណឹងបងប្អូនចាបន្ទាប់មកយើងពូតសង្កត់យកទឹកចេញឲ្យអស់មកដើម្បីឲ្យនំបញ្ចុករបស់យើងហ្នឹងពេលដែលយើងយកទៅតម្រៀបលើកញ្ច្រែងទៅវាឆាប់ស្ងួតបានល្អណាបងប្អូនរួចហើយយើងក៏យកវាមកតម្រៀបដាក់នៅក្នុងកញ្ច្រែងមកច្បាយមកសតបបែបហ្នឹងមកចាតែប៉ុណ្ណឹងមកគឺរួចរាល់ជាការស្រេចហើយគឺថាយើងបានច្បាយនំបញ្ចុកមួយកញ្ច្រែងយ៉ាងស្រស់ស្អាតតែម្ដងបន្ទាប់មកយើងទុកនំបញ្ចុករបស់យើងហ្នឹងឲ្យរាងស្ងួតស្រស់ទឹកបន្តិចទៅបន្ទាប់មកយើងអាចយកនំបញ្ចុករបស់យើងហ្នឹងទៅស្រូបជាមួយនឹងទឹកស្លខ្មែរឬក៏ទឹកស្លការីទៅតាមចំណូលចិត្តរបស់បងប្អូនបានចានេះបងប្អូនតែប៉ុណ្ណឹងមកគឺយើងបាននំបញ្ចុកដ៏ឆ្ងាញ់ពិសាមួយចានបាត់ទៅហើយគឺថាងាយស្រួលមែនតើ